បើអបនិស័យបុគ្គលណាមួយដែលសន្សំក្នុងសន្តាននៃចិត្តនឹងវាសន្សំពូជអាក្រក់ច្រើនសន្សំពូជស្រឡាញ់ស្អប់កប់ទាស់ច្រើនណាអញ្ចឹងវាស្រោបតែអារឿងនឹងមកហើយយើងទៅបន្តថាមិនបានវាអញ្ចឹងថាដោយសារតែអាការសន្សំរបស់បុគ្គលមួយហ្នឹងគឺវាមានមកក្នុងខណ្ឌសន្តាននឹងអញ្ចឹងបានប្រពន្ធជាម្ចាស់ព្រះអង្គសម្ដែងថាសត្វលោកត្រូវគ្នាដោយធាតុក្នុងទីនេះមិនមែនធាតុទឹកដីភ្លើងខ្យល់ពងទេវតាប្រុសពងទេវតាស្រីអីតាមហោរាអីហ្នឹងទេណាអត់ទេណាធាតុត្រូវគ្នាក្នុងទីនេះគឺសំដៅកុសលធាតុនិងអកុសលធាតុបុគ្គលណាដែលសន្សំបនិស័យល្អច្រើននឹងចូលចិត្តធ្វើរឿងល្អបុគ្គលណាសន្សំបនិស័យមិនល្អច្រើនចូលចិត្តធ្វើរឿងមិនល្អច្រើនអានឹងអញ្ចឹងបានមានគេសួរថារវាងអំពើល្អនិងអំពើអាក្រក់មួយណាស្រួលធ្វើជាងពីរនេះវាមិនមានមួយណាស្រួលធ្វើជាងមួយណាទេតែសំខាន់ថាតើបុគ្គលម្នាក់នោះសន្សំពូជបែបណាមនុស្សសន្សំពូជល្អមិនអាចត្រេកអរនឹងអំពើអាក្រក់បានឡើយបុគ្គលកាលដែលសន្សំពូជអាក្រក់មិនអាចត្រេកអរនឹងអំពើល្អបុគ្គលដែលសន្សំពូជល្អមិនអាចត្រេកអរនឹងអំពើអាក្រក់អញ្ចឹងគ្រប់យ៉ាងយើងមិនអាចទៀមទាមិនអាចបង្វាយយ៉ាងម៉េចទេពេលខ្លះយើងឃើញគេធ្វើអាក្រក់យើងចេះតែមានចិត្តសង្ស័យមានចិត្តមួយបន្ទោសថាហេតុអីបានគេធ្វើអញ្ចឹងបើយើងគិតសមទៅតាមហេតុថាបុគ្គលសន្សំបដិស័យមកបែបហ្នឹងទៅបានចូលចិត្តរឿងអញ្ចឹងគួរធ្វើយ៉ាងម៉េចវិធីសាស្ត្រដ៏ល្អមានតែព្យាយាមសាបព្រោះនៅរឿងល្អតែប៉ុណ្ណោះបញ្យលណែនាំដាស់តឿនហើយដាស់តឿនញាតិញោមមួយទៀតទាំងអាត្មាទាំងបកណាគ្រប់ព្រះអង្គ